ថ្ងៃនេះជាទិវាដ៏មហានក្ខត្តរៈប្រកបដោយសេចក្តីរីករាយក្រៃលែងដែលសាលាអន្តរជាតិ SIS បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រនិងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សចំនួនទី17ជំនាញភាសាអង់គ្លេសនិងជូនរង្វាន់សិស្សឆ្នើមផ្នែកភាសាអង់គ្លេសព្រមទាំងសិស្សពូកែផ្នែកចំណេះទូទៅខ្មែរចំណាត់ថ្នាក់លេខ1ដល់លេខ3ប្រចាំឆ្នាំសិក្សា2021-22ដែលបានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកស្រីបណ្ឌិតនាយិកាសាលាដើម្បីជាកិត្តិយសដល់លោកជំទាវឯកឧត្តមលោកស្រីជាមេដាបៃតាអាណាព្យាបាលលោកគ្រូអ្នកគ្រូនិងបុគ្គលិកឆ្នើមដែលបានបំពេញភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈសុឆន្ទៈនិងឧបការៈចំពោះសាលានិងបងប្អូនសិស្សានុសិស្សទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនាពេលកន្លងមកនេះជានិច្ចកាលសាលាអន្តរជាតិ SIS បានឈរលើឧត្តមគតិជាគ្រឹះស្ថានអប់រំល្អមួយដោយប្រកាន់នៅទស្សនវិស័យទទួលយកសិស្សានុសិស្សមកអប់រំដោយក្តីស្រឡាញ់និងទឹកចិត្តមេត្តាដ៏ជ្រាលជ្រៅបំផុតគណៈគ្រប់គ្រងបុគ្គលិកគ្រប់ផ្នែកលោកគ្រូអ្នកគ្រូគ្រប់លំដាប់ថ្នាក់បានថ្នាក់ថ្នមបំពន់ទេចំណេះដឹងដល់សិស្សានុសិស្សដោយក្តីស្រឡាញ់ពោលគឺគ្រប់គ្នាបានប្រើប្រាស់គ្រប់មធ្យោបាយវិធីសាស្ត្រល្អៗដែលនាំឲ្យសិស្សានុសិស្សគ្រប់រូបមានចំណេះដឹងពេញលេញនិងមានគុណធម៌គុណភាពមានទេពកោសល្យអាចទទួលបានដោយឥតលាក់លៀមចំណែកទឹកចិត្តមេត្តាដែលសាលាមានចំពោះសិស្សានុសិស្សនោះគឺការអប់រំនៅគុណធម៌សិលធម៌សម្រាប់ជាគ្រឿងអលង្ការតុបតែងខ្សែជីវិតរបស់ពួកគេឲ្យភ្លឺត្រចះត្រចង់គ្រប់កលៈទេសៈនេះខ្ញុំក៏សូមកោតសរសើរនិងចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់និងក្មួយៗដែលទទួលរង្វាន់សិស្សពូកែប្រចាំឆ្នាំហើយក៏សូមចូលរួមសោកស្ដាយចំពោះក្មួយៗដែលប្រឡងធ្លាក់ខ្ញុំយល់ពីអារម្មណ៍នេះការដែលចែករំលែកនឹងឲ្យយោបល់ទៅដល់បងប្អូនក្មួយៗដែលប្រឡងធ្លាក់បាក់ដុតសូមកុំរាថយកុំបោះបង់ឱកាសខ្ញុំដឹងថាអារម្មណ៍នឹងវាឈឺចាប់ឱកាសនៅតែមាននៅពេលដែលយើងមិនបោះបង់ខ្លួនឯងI thought that the level that I was studying that time was very easy and nothing was really difficult for me. But you know what? All my thoughts went wrong. The lesson got a bit harder and harder as I moved from one level to another level. It became tricky and challenging to me. Anyway, as there are many great teachers there, the lesson get more and more interesting because they know the way to share the knowledge to us in a fun and very enjoyable way. 大家好，我叫汉李，我是 SIS 国际学校的学生，我很高兴在这里写中文，俗话说得好。เหตุผลฉันอยากเรียนภาษาไทยก็คือฉันอยากใช้ภาษาไทยได้เวลาที่ไปเที่ยวที่ประเทศไทยฟังเพลงดูละครไทยและไปเรียนต่อที่ประเทศไทยค่ะเกี่ยวกับความรู้สึกที่ได้เรียนที่โรงเรียน SIS ที่ฉันชอบบรรยากาศของโรงเรียนที่มีคุณครูดีๆมากมายសាលា SIS គឺជាទីទំនុកចិត្តរបស់គ្រួសារខ្ញុំពីព្រោះសាលានេះមានគុណភាពទាំងការសិក្សាការអប់រំនិងវិន័យបានល្អឆ្លៀតក្នុងឱកាសនេះយើងខ្ញុំសូមសម្ដែងអំណរអគុណប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំនិងអភិវឌ្ឍប្រទេសលើគ្រប់វិស័យជាពិសេសវិស័យអប់រំនិងសិក្សាធិការគ្រប់កម្រិតជាពិសេសពេលនេះយើងខ្ញុំសូមសម្ដែងនៅមនោសញ្ចេតនាដឹងគុណចំពោះលោកឪពុកអ្នកម្ដាយលោកស្រីបណ្ឌិតនាយិកាគណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនយើងខ្ញុំឲ្យមានកិត្តិយសប្រឡងជាប់និងមានចំណាត់ថ្នាក់ល្អប្រសើរនៅពេលនេះថ្ងៃនេះជាថ្ងៃដែលបញ្ចប់នៅជីវិតជាសិស្សវិទ្យាល័យតែការសិក្សានៅមិនទាន់បញ្ចប់នៅឡើយទេពោលគឺការសិក្សាតម្រូវឲ្យមានស្មារតីសិក្សាពេញមួយជីវិតដែលនេះជារបៀបអប់រំក្នុងសតវត្សទី21